ថ្ងៃនេះគឺថាបានដើរតាណាជួដប់ជួប្រៃទៅចកាឬក៏ទៅស្រែទេអ្នកនរគ្នាបាទគឺយើងធ្វើបង្អែមនៅផ្ទះបាទគឺបង្អែមត្រាអញ្ចឹងណាបាទជីមតោសុកទៅភូមិអញ្ចឹងណាបាទស្រាប់តែកន្លែងគេលក់បន្លែហ្នឹងគឺថាមានត្រាវ2 3ដុំដែរអញ្ចឹងហើយក៏នឹកឃើញថាចង់ហូបបង្អែមអញ្ចឹងហើយគឺថាទិញត្រាវធ្វើបង្អែមតែម្ដងទៅអ្នកនរគ្នាហើយសម្រាប់បង្អែមត្រាវនេះដែរគឺថាធ្វើជាលើកទី1បាទគឺអត់ដែលសោះតែម្ដងអញ្ចឹងអ្នកនរគ្នាបាទគាត់ថាឃើញភ្លាមគឺថានឹកឃើញតែធ្វើបង្អែមតែម្ដងដំបូងឡើយគឺថាយើងចង់ធ្វើឈឹងអញ្ចឹងណាបាទគាត់ថាយើងខ្ជិលណាអ្នកនរគ្នាបាទណាមួយមិនសូវចេះធ្វើដែរអញ្ចឹងហើយសម្រាប់ថាធ្វើបបរតែម្ដងទៅសម្រាប់ការធ្វើបង្អែមនេះដែរគឺថាយើងចំណាយទិញតែត្រាវជាមួយនឹងគ្រាប់ស្គូទេអ្នកនរគ្នាបាទស្គូយើងយកអាផ្នែកកែផងនឹងអារុញពណ៌ចម្រុះនឹងផងអញ្ចឹងណាហើយបន្ទាប់ពីថាយើងមកដល់ភ្លាមគឺយើងចាប់ផ្ដើមត្រាំស្គូរបស់យើងអញ្ចឹងណាបាទត្រាំទឹកធម្មតាហ្នឹងហើយបាទមិនទឹកក្តៅទឹកអីទេហើយនេះយើងមកលាងជាមួយនឹងត្រាវរបស់យើងបាទដើម្បីចិតសម្បកអញ្ចឹងណាហើយមកដល់ភ្លាមគឺថាយើងអត់ចិតភ្លាមទេគឺយើងត្រូវលាងសិនអញ្ចឹងណាបាទដោយសារតែមានដីមានអីអញ្ចឹងណាបាទលាងពី3ទឹកហ្នឹងហើយប្រកាសថាស្អាតហើយចាំយើងធ្វើការចិតសម្បកចេញអ្នកនរគ្នាហើយបង្អែមនេះឃើញតែអង្គុយចិតមិនមែនខ្ញុំអ្នកធ្វើទេបាទមិនទៅចេះអីទេបាទគាត់ថាយើងជួយអ្នកម្ដាយអ្នកម្ជើងអញ្ចឹងណាបាទជួយចិត្តជួយអីអញ្ចឹងទៅបាទឆាប់រួចយើងជួយអ្នកម្ដាយអ្នកម្ជើងអញ្ចឹងណាបាទថាយើងចាំតែហូបទេនឹងត្រូវមាត់គេហ្នឹងក៏បាក់ដែរអ្នកនរគ្នាបាទអញ្ចឹងអ្វីដែលយើងជួយបានគឺយើងជួយអញ្ចឹងណាបាទហើយនេះគឺយើងចាប់ដល់ធ្វើការយើងកាប់ជាដុំតូចអញ្ចឹងណាបាទយើងដាក់មិនធំពេកទេបាទយើងហូបវាអត់កើតទេបើសិនជាអ្នកនរគ្នាធ្វើឲ្យបើថាចង់ដាក់ទាំងមូលចង់ដាក់ទាំងដុំហ្នឹងក៏ដាក់ទៅបងប្អូនបាទដល់តែហូបកើតអញ្ចឹងណាបាទតែខ្ញុំនេះគឺថាហូបកើតទេអញ្ចឹងហើយគឺថាយើងចិត្តតូចដុំតូចអញ្ចឹងណាបងមើលនៅក្នុងវីដេអូនឹងជាក់ស្ដែងបានគឺយើងកាត់តែប៉ុណ្្នឹងមកណាមិនធំពេកហើយក៏មិនទូចពេកដែរអ្នកនរគ្នាហើយសម្រាប់ការធ្វើបង្អែមនេះដែរគឺថាយើងចំណាយអស់ត្រឹមតែ6000ទេបាទស្ករយើងមានស្រាប់អីខ្លួនឯងស្រាប់អញ្ចឹងណាបាទយើងទិញតែត្រាវជាមួយនឹងគ្រាប់ស្គូទេអ្នកនរគ្នាបាទផ្លេចជាមួយនឹងខ្ទិះដូងបាទហើយខ្ទិះដូងគឺយើងអត់ប្រើអាដូងសុតទេបាទគឺយើងប្រើអាកំប៉ុងអញ្ចឹងណាបាទយើងខ្ជិលតាមពិតទៅគឺមានដូចគ្នាគ្រាន់តែយើងខ្ជិលអញ្ចឹងណាបាទយើងទិញអាកំប៉ុងទៅវាស្រួលអ្នកនរគ្នាហើយបន្ទាប់មកទៀតគឺថាយើងដល់វាដាក់ត្រាវរបស់យើងហើយទឹកដែលយើងបានដាំពុះមិញហ្នឹងអ្នកនរគ្នាបាទយើងចាក់ចូលទៅបន្ទាប់យើងចាក់ចូលហើយយើងមកលួចជាមួយនឹងកតនបានតិចអ្នកនរគ្នាបាទយើងលាងវាស្អាត2 3ទឹកហ្នឹងទៅហើយយើងក៏ចាក់ចូលជាមួយនឹងបបរក្នុងឆ្នាំងដែលយើងដាំពុះហ្នឹងទៅអ្នកនរគ្នាបាទហើយគ្រាប់ស្គូរបស់យើងទៀតក៏ថាវារៀងតុនដែរអញ្ចឹងណាបាទយើងត្រាំរៀងយូរដែរហើយអញ្ចឹងហើយយើងក៏ល្មមដែលចាក់ដាក់នៅក្នុងឆ្នាំងដែលបានពុះហ្នឹងហើយអ្នកនរគ្នាបាទហើយយើងធ្វើការដាក់បរិមាណស្ករអញ្ចឹងណាបាទយើងចង់ផ្អែមខ្លាំងគឺយើងដាក់ច្រើនអញ្ចឹងណាបាទបើយើងមកល្មមទេយើងដាក់បានតិចបានហើយអ្នកនរគ្នាបាទហើយសំខាន់នេះជាចុងក្រោយរបស់យើងគឺថាយើងត្រូវការខ្ទិះដូងរបស់យើងបាទមកខ្ពងថាយើងដាក់ទាំងអស់តែម្ដងទៅអ្នកនរគ្នាឥឡូវនេះគឺថាបង្អែមត្រាវរបស់យើងគឺថារួចរាល់តែម្ដងអ្នកនរគ្នាបាទនេះយើងធ្វើការលើកពីចក្រានមកគឺយើងដួសដាក់ចានហូបភ្លាមតែម្ដងនិយាយទៅហូបតនក្តៅគឺឆ្ងាញ់អញ្ចឹងណាអ្នកនរគ្នាបាទហើយយើងសំខាន់គឺថាមានលាយស្គូពណ៌លឿងពណ៌ខៀវក្រហមទៀតមើលទៅគឺស្អាតម្យ៉ាងអ្នកនរគ្នាបាទសំខាន់គឺថារសជាតិនឹងតែម្ដងអញ្ចឹងណាបាទហើយសម្រាប់បង្អែមនេះគឺថាយើងធ្វើអត់ផ្អែមដិតខ្លាំងទេគឺថាយើងយករៀងស្រាលដោយសារតែអត់សូវជួយចិត្តផ្អែមដែរអញ្ចឹងណាតែបើសិនជាអ្នកនរគ្នាចង់ផ្អែមខ្លាំងគឺយើងដាក់ស្ករច្រើនតាមនឹងអញ្ចឹងណាអ្នកនរគ្នាបាទគាត់ថាខ្ញុំធ្វើនេះគឺថារៀងស្រាលទេបាទនេះមិនមែនខ្ញុំអ្នកធ្វើទេបាទនេះសង្សារខ្ញុំអ្នកធ្វើទេខ្ញុំមានអីបានត្រឹមថតហើយនៅពេលដែលយើងធ្វើការអញ្ចឹងអ្នកនរគ្នាបាទនៅក្រោមកម្ដៅថ្ងៃហើយជាពិសេសគឺថាក្លៀកនឹងតែម្ដងអញ្ចឹងណាបាទបែកញើសក្លៀកក្លិនក្លៀកសាក្លៀកសុយក្លៀកហើយដើរតាណាមកណាក៏មានទំនុកចិត្តអ្នកនរគ្នាកុំបារម្ភអីគឺអាចប្រើប្រាស់ជាមួយនឹងលេខក្លៀកស៊ីប៊ីលីងរបស់មេបេឡាបានអញ្ចឹងណាមិនថាតែបញ្ហាបែកញើសក្លៀកសាក្លៀកហើយអ្នកនរគ្នាមានបញ្ហាដុំពកហើយក្លៀកខ្មៅគឺអាចជួយបានទាំងអស់តែម្ដងអញ្ចឹងណាសំខាន់គឺនៅពេលដែលយើងប្រើទៅគឺជួយឲ្យក្លៀករបស់យើងគឺថាសម៉ត់តែម្ដងអ្នកនរគ្នាបាទជាពិសេសគឺថាក្លិនក្អូបនឹងតែម្ដងនិយាយទៅគឺថាមានតែលេខក្លៀកស៊ីប៊ីលីងរបស់មេបេឡាមកគឺថាដូចមានទឹកអប់តាមខ្លួនអញ្ចឹងអ្នកនរគ្នានិយាយទៅគឺថាក្អូបយកតែមែនទេអ្នកនរគ្នាបាទសំខាន់គឺថាខ្ញុំប្រើផ្ទាល់អញ្ចឹងណាបាទនិយាយទៅក្លៀករបស់ខ្ញុំគឺថាចង់សជាងមុខហើយអ្នកនរគ្នាហើយបើអ្នកនរគ្នាចង់បានលេខក្លៀកស៊ីប៊ីលីងរបស់មេបេឡាយកទៅប្រើប្រាស់ក៏អាចឆាតទៅเพจដែលខ្ញុំមានសិនខ្ញុំគាត់នៅក្នុងវីដេអូនេះបាន